ធ្វើបើអែមបាយធៀបឲ្យអូក្មេងគាត់បានភ្លក់ម្ដងដោយសារតែគាត់ដែលបានហូបទេហើយខ្ញុំក៏ដែលបានធ្វើដោយសារតែខ្ញុំអត់ចេះដាំបាយតណើបខ្លាច់ឆៅផងខ្លាច់ជ្រាយផងអញ្ចឹងពិបាកក្នុងការធ្វើថ្ងៃនេះខ្ញុំសម្រេចចិត្តថាធ្វើឲ្យមានអីជោគជ័យដែរតើអ៊ំពូមីងតែខ្ញុំយកបាយតណើបអង្គតណើបយកទៅចំហុយខ្ញុំអត់ដាំទេខ្លាច់ឆៅអង្គតណើបនៅប្រទេសជប៉ុននេះខ្លីកតលបងអង្គតណើបខ្មែរយើងវិញឡើងវែងចលូនហើយថ្លៃណាឃើញអញ្ចឹងឯង1គីឡូបើគិតលុយខ្មែរក៏20000លុយខ្មែរដែរ20000ជាងអ៊ំពូមីងអញ្ចឹងទៅខ្ញុំយកវាមកលាងទឹកខ្ញុំត្រាំទឹកវាប្រហែល40នាទីហើយយកវាមកលាងទឹកហើយខ្ញុំដាក់ឆ្នាំងចំហុយខ្ញុំដាក់ស្បៃបែបនេះដើម្បីចំហុយវាអញ្ចឹងពេលចំហុយអញ្ចឹងទៅអ៊ុយល្អខ្លាំងមែនតែនវាអត់ជ្រាយហើយក៏វាអត់ឆៅដែរពេលវាឆៅហ្នឹងយើងចំហុយវាយូរអញ្ចឹងណាមានណាពេលបើកមកអ្វីដែលខ្ញុំភ្ញាក់ផ្អើលអូយបាយរបស់ខ្ញុំល្អមែនតែនបាយធៀបឲ្យតែដាំបាយបានស្រួយឆ្ងាញ់ប៉ុណ្ណឹងគឺដឹងថាធ្វើមកដឹងថាត្រូវជាតិហ្មងមើលអង្គគេអ៊ំពូមីងអើយឡើងកតលខ្លីជាងអង្គខ្សែស្រុកយើងទៀតពេលធ្វើបាយធៀបអញ្ចឹងអ្វីដែលសំខាន់ហ្នឹងមុខទៀតគឺថាស្លឹកចេកនឹងឯងអ៊ំពូមីងបានស្លឹកចេកទ្រាប់ទៀតអូយលយខ្លាំងមែនតែនថ្ងៃនេះផ្អែមខ្មែររបស់យើងគឺថាពេញទំហឹងហ្មងហើយស្ករក្រហមនៅសល់បាតបន្តិចហ្នឹងខ្ញុំក៏ស្កឹសវាលាងវាទាំងអស់យកវាមកធ្វើដាំបាយឆ្អិនហើយខ្ញុំក៏ចាប់ដើមកូរឲ្យបងប្អូនចាខ្ញុំដាក់ស្ករនេះរៀងច្រើនប៉ុណ្ណឹងតែវាអត់ផ្អែមខ្លាំងហ្មងទេហើយខ្ញុំកូរវារៀងឡើងជើងក្រងបន្តិចឡើងរៀងក្រហមបន្តិចបានខ្ញុំដាក់ខ្ទិះដូងអញ្ចឹងណាតែដឹងថាកូរហ្នឹងខុសឲ្យត្រូវបងប្អូនខ្ញុំអត់មានបានមើល YouTube អត់បានសួរពីណាសួរម៉ែសួរឪអីទាំងអស់ដោយសារតែខ្ញុំឃើញដូចថាធ្វើតាមខ្ញុំអញ្ចឹងអ៊ំពូមីងចាកូរស្កររៀងក្រហមបន្តិចហើយខ្ញុំដាក់ខ្ទិះដូងចូលខុសត្រូវអីអ៊ំពូមីងចាំជួយខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំផងណាហើយបន្ទាប់ពីកូរឲ្យវារៀងចូលជាតិគ្នាហើយខ្ញុំកូរឲ្យវាពុះឲ្យវាឡើងឈ្ងុយពេលហ្នឹងខ្ញុំថែមអំបិលបន្តិចថែមអំបិលហ្នឹងឲ្យវាមាននេះជាតិដិតបើកូនខ្ញុំវិញឃើញកូរឆ្ងាញ់ណាស់អត់តាន់បានហូបហ្នឹងចាហូបបាយឡើងអស់1កណោហើយនិយាយទៅខ្លាចតែលាកទេក៏ប៉ុន្តែខ្ញុំនេះនិយាយពីថាបើមិនអោយគាត់ធ្វើគាត់អត់ព្រមអញ្ចឹងហើយមិនតាន់កូនប៉ៅដេកអញ្ចឹងក៏ឆ្លៀតធ្វើឲ្យហើយហ្មងទៅបន្ទាប់មកខ្ញុំក៏ដាក់បាយចូលហើយដាក់បាយជ្រុំឲ្យវាបែកពីគ្នាហើយយើងកូររហូតដល់ដាច់ទឹកម៉ែខ្ញុំគាត់ប្រាប់ថាធៀបហ្នឹងបើសិនជាយើងកូរវាដាច់ទឹកយើងទុកបានយូរខ្លាំងមែនតែនអត់ងាយផ្អូមទេអញ្ចឹងខ្ញុំព្យាយាមកូរវាឲ្យរហូតទៅដល់គោកអ៊ំពូមីងចាពេលយើងកូរយូរទៅវារៀងស្ងួតទៅវារៀងតឹងទៅចារហូតដល់ទឹកតិចហ្មងនិយាយថារសជាតិដែលយើងចង់បានគឺថាធ្វើដូចខ្ញុំនឹងអត់ខកបំណងទេបន្ទាប់មកខ្ញុំដាក់ទ្រាប់ស្លឹកចេកនៅលើថាសហើយខ្ញុំដាក់វាព្រានចាក់នៅលើថាសអញ្ចឹងទៅហើយទុកឲ្យវាត្រជាក់បានកាត់ហើយកូនខ្ញុំនឹងអត់ចាំត្រជាក់តាន់ទេឃ្លានយំទាញ៉ាំក៏ដួសឲ្យគាត់ញ៉ាំខ្លះទៅពេលខ្ញុំដាក់អញ្ចឹងនិយាយពីថាអូយតំណងអ៊ំពូមីងអើយហើយបន្ទាប់មកខ្ញុំក៏ព្រានជាមួយស្លឹកចេកឲ្យវាស្មើឲ្យវាអាឡូងខាងលើហើយខ្ញុំក៏រោយល្ងអសបន្តិចទៅឲ្យវាបានឈ្ងុយអញ្ចឹងណាខ្ញុំរោយទៅពីខាងលើទេអ៊ំពូមីងមើលទៅតំណងអត់ហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នាវីដេអូក្រោយអរគុណច្រើនបាយ